Minecraft ចេញជាមួយនឹងវ៉ាសិនថ្មីមួយទៀតហើយគឺ Snapshot 24W40A ដែលគេអាប់ដេតជាមួយនឹង biome ថ្មីអញ្ចឹងយើងមកបើកកន្លែង experiment ហើយអាខាងក្រោមនេះគឺជាអ្វីដែល Minecraft គេអាប់ដេតនៅក្នុង version Snapshot មួយនេះអញ្ចឹងយើងសរសេរ /locate ហើយយើងដាក់ structure មែនទេដាក់ biome ច្រឡំអូខេអញ្ចឹងចំពោះ biome របស់វាគឺដូចជា garden នេះគេ garden Fair Garden យ៉ាគឺ biome ថ្មីមានជាមួយនឹង mob នៅកន្លែងហ្នឹងមួយដែរអញ្ចឹងយើង teleport ទៅហ្មងទៅចង់ដឹងថាអាកន្លែងហ្នឹងវាមិនខ្លះអូខេអញ្ចឹងយើងបានមកដល់កន្លែងហ្នឹងហើយអូអានេះសមិនចំសខ្មៅមិនចំខ្មៅវិញអាដើមឈើនេះវានៅកន្លែង forest ដែរទេឥឡូវយើងទៅមកកន្លែងទៀតដោយសារតែកន្លែងមិញ biome វាតូចពេកអញ្ចឹងយើងមកកន្លែងនេះទៅអានេះវានៅចិត្តភ្នំដែរអូអា biome នេះធំហ៎ណែម៉ែលប៉ុណ្ណាណៃអានេះធំដូច forest ដែរឥឡូវខ្ញុំត្រៀមជាមួយនឹង armor ហើយនឹង totem តែជាមួយនឹង biome នេះwait អីគេនោះអូនឹងមែននេះហ៎ mob ចេញថ្មីហ៎នោះឥឡូវខ្ញុំសុំយកជាមួយនឹងនេះមួយសិនspygrass ឆ្លោះមុខវាអញ្ចឹងអានេះគឺជា mob ថ្មីយ៉ាមានតែមួយហ្នឹងហើយដែលមានភ្នែកភ្លើងហ្នឹងអូអានេះមួយទីមានពីរវិញហេអានេះលឿនបែបតែនេះវាយដល់មានឈឺអីផងហ្នឹងវាយដល់អស់ឈាមមិនអស់អីផងអានេះវាយអត់ឈឺផងហ្នឹងយ៉ាភ្នែកវាពណ៌ដូចឡាវ៉ាយ៉ាអូដឹងល្បិចអាមួយនឹងបាត់បើសិនជាយើងមើលមុខវាគឺវាដេញតាមយើងទេឃើញដែរបើសិនជាយើងងាកមុខចាញ់គឺវានឹងដេញមកតាមយើងឃើញដែរអ្នកឃើញដល់អូដឹងល្បិចអាពីរក្បាលនេះបាត់អូអានេះមកតែមួយឯងគ្រាន់តែវាមានពីរអូខេអញ្ចឹងល្បិចរបស់វាគឺមានតែប៉ុណ្្នឹងទេបើសិនយើងងាកមុខចាញ់គឺវានឹងមកតាមយើងហើយវានឹងមកវាយយើងតែវាយយើងដូចជាអត់សូវឈឺប្រហែលផងបើសិនយើងដាក់ពេលថ្ងៃគឺពេលថ្ងៃវាលាយទៅវិញបើសិនជាពេលយប់គឺវាចាញ់មកឥឡូវវិធីសាស្ត្រនៅក្នុងការសម្លាប់វាខ្ញុំទៅមើល YouTube បំផ្លែតមិញប៉ុន្តែមើលអត់ច្រើនទេណាព្រោះខ្ញុំចង់តេស្តខ្លួនឯងបើសិនយើងវាយចឹងទៅគឺវានឹងចាញ់ជាមួយនឹងនេះដូចផ្កាភ្លើងចឹងផ្កាឡាវ៉ាដល់គ្នាឃើញវាចាញ់នោះកតិចហៅថាកតិចហ្មងទៅពេលយើងវាយវាចឹងទៅវាចាញ់មកពីកតិចដើមឈើនេះអញ្ចឹងបើសិនជាយើងចង់ស្លាប់វាគឺយើងមិនវាយវាទេបើសិនជាយើងវាយវាយកដាវវាយវាគឺវាអត់ងាប់ទេចំពោះមកមួយនេះអញ្ចឹងបើសិនយើងវាយលើវាគឺវានឹងចេញកតិចឡាវ៉ានោះចេញពីអាកន្លែងនោះអញ្ចឹងអ្វីយើងត្រូវធ្វើគឺយើងកាប់ជាមួយនឹងឈើហ្នឹងមិនមែនកាប់អាដាវមួយនេះទេណានៅពេលយើងកាប់ចឹងទៅគឺវានឹងចេញជាមួយនឹងប្លុកមួយទៀតនេះគឺអាឈើមានជាមួយនឹងឡាវ៉ាអញ្ចឹងបើសិនយើងកាប់វាទៅគឺវានឹងរលាយបាត់ហើយជាមួយនឹងអាម៉មួយហ្នឹងមករបស់វាឈ្មោះCreaking អូខេបើសិនយើងវាយវាអានេះបើសិនយើងសប់មកចេញមកវាងាប់ពេលយើងវាយវាទៅវាងាប់អាហ្នឹង fake គេអាហ្នឹងអញ្ចឹងអានេះគឺវា spawn ចេញមកខ្លួនឯងយើងវាយវាងាប់ទេអញ្ចឹងអ្វីយើងត្រូវធ្វើគឺយើងត្រូវកាប់ជាមួយនឹងអាឈើនៅកន្លែងនេះអូខេអញ្ចឹងពេលយើងកាប់វាអញ្ចឹងទៅគឺវានៅរលាយបាត់ហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេចំពោះ Snapshot សម្រាប់ Minecraft Java ហើយសម្រាប់ Bedrock Edition ឬថា Minecraft គេនឹងដាក់ឲ្យតេស្តនៅក្នុងពេលឆាប់ៗនេះ